ជំរាបសួរពុកម៉ែបងប្អូនតែងតែចូលចិត្តមើលគិធីចង់ដឹងពីគិធីថ្ងៃនេះខ្ញុំលើកយកបញ្ហាមួយចំនួនដែលមានបងប្អូនជាច្រើនបានតាក់ទងមួយខ្ញុំតាមរយៈ Telegram ក្តីតាមការ call ក្តីគាត់តែងតែប្រាប់ថាគិធីរបស់គាត់គឺមានបញ្ហាហើយខ្ញុំបានសួរនឹមគាត់ហូហែទៅគាត់ថាភាគច្រើនគឺវាតបៅខ្នងហើយរលាកពោះចឹងបញ្ហាហ្នឹងបើតាមខ្ញុំដឹងវាតាក់ទងទី1ជាមួយនឹងការដឹកជញ្ជូនទី2ការរៀបចំកន្លែងចិញ្ចឹមឲ្យបានត្រឹមត្រូវរៀបអត់ត្រឹមត្រូវអញ្ចឹងភាគច្រើនគាត់ចាប់អារម្មណ៍ជាមួយនឹងការផ្សព្វផ្សាយដោយការរៀបតង់អញ្ចឹងការរៀបតង់នេះវាមានក្បួននៃការរៀបរបស់វាដើម្បីកុំឲ្យគិធីរបស់យើងមានបញ្ហាគិធីសឹងតែដូចគ្នាទាំងអស់បញ្ហាដូចក្នុងរូបដែលខ្ញុំកំពុងតែដាក់បង្ហាញហ្នឹងឯងវាមានតបៅវាលលាក់ហើយបញ្ហាទាំងអស់ហ្នឹងជួបជាមួយតាអ្នកដែលគាត់ទិញជាឈុតព្រីតង់អញ្ចឹងអ្នកខ្លះបានទាំងតង់បានទាំងកូនប្រុសកូនទុកមួយយប់ហើយចាប់ផ្ដើមរៀបចំអាងមួយថ្ងៃហើយក៏បូមទឹកដាក់អញ្ចឹងទៅវាថ្មីវាលឿនអត់បានត្រាំអាងអញ្ចឹងប្រភេទតង់ដូចដែលនៅក្នុងវីដេអូដែលកំពុងតែឡូតឲ្យហ្នឹងគឺតង់ហ្នឹងចិញ្ចឹមអត់សូវបានផលល្អទេវាតែងតែមានជំងឺទាំងអស់ហ្នឹងឯងបងប្អូនអាចងាកមកមើលអាងយើងរៀបចំចម្រៅទឹកប្រហែលជា1ម៉ែត្រដូចក្នុងរូបហ្នឹងទៅហើយយើងផ្ដល់ចំណីវាប្រភេទជាសាច់ត្រីសាច់ខ្យងអីក៏បានដែរឲ្យចេះតែចម្រៅទឹកជ្រៅគឺគិធីរបស់យើងអត់ងាយមានបញ្ហាទេទោះបីបងប្អូនរៀបតង់ដូចគ្នាតង់យើងចិញ្ចឹមបានប៉ុន្តែយើងគ្រាន់តែយើងជីកដីសឡោះទៅក្រោមការពារវាកុំឲ្យក្តៅពេកហើយការពារវាកុំឲ្យកដោខំតង់នោះលហែហើយចម្រៅទឹកបងប្អូនអាចរៀបចំចាប់ពី8តឹកឡើងទៅ1ម៉ែត្រដែរទៅសំរុំឲ្យនេះដូចក្នុងរូបនេះគឺចម្រៅទឹក1ម៉ែត្រហើយបងប្អូនមើលគិធីដែលគេចិញ្ចឹមក្នុងតង់នេះទៅគឺសត្វតែជាគិធីល្អស្អាតណាសូម្បីតែគាត់ភ្ញះកូនបានមកក៏កូនល្អដែរតង់នេះអាតង់ក្នុងរូបនេះក៏វាល្អដែរបងគាត់ជីកសឡោះទៅក្រោម7តឹកហើយគាត់មានស័ង្កសីពិតជុំវិញអាងហើយគាត់រៀបចំកន្លែងពងស្រេចអញ្ចឹងតង់នេះគាត់ចិញ្ចឹមរស់គាត់តង់នឹងគាត់រៀបចំដូចជាដាក់កូនមក700ក្បាលហើយងាប់ថាមិនដល់5%ទេគាត់បដូរទឹកចាញ់មួយអាទិត្យម្ដងបដូរម្ដងតែ30%ទេហើយក្នុងរយៈពេលសម្រាប់អាងតង់ក្តីស្រះក្តីក្នុងរយៈពេល1ខែយើងត្រូវបាច់ថ្នាំសម្រាប់មេរោគឲ្យបានយ៉ាងតិចណាក៏2ដងក្នុង1ខែដែរណាហើយដើម្បីកុំឲ្យវាមានជំងឺព្រោះជំងឺនោះពេលខ្លះវាកើតឡើងដោយសារអាហារសេសសល់អញ្ចឹងកាលណាយើងប្រើថ្នាំសម្រាប់មេរោគបានទៀងទាត់គឺគិធីរបស់យើងស្អាតដូចរូបនេះបាទសូមអរគុណហើយភាគច្រើនបងប្អូនឯគាត់ចិញ្ចឹមតង់រៀបពីលើដីបានជីកសឡោះទៅក្រោមភាគច្រើនខ្ញុំគិតថាអាចជួបបញ្ហាបែបហ្នឹងឯងកូនងាប់មួយថ្ងៃ4 5មួយថ្ងៃ4 10ហើយគាត់ចាប់ផ្ដើមឆែករោមើលថ្នាំហើយអញ្ចឹងថ្នាំគាត់ចាប់ផ្ដើមតាក់ទងមួយខ្ញុំហើយព្រោះវីដេអូរបស់ខ្ញុំនៅក្នុង YouTube នេះវាមាននិយាយពីការព្យាបាលខ្លះតែវាមិនសូវជាច្រើនប៉ុន្មានទេអញ្ចឹងបងប្អូនមុននឹងសម្រេចចិត្តចិញ្ចឹមមួយបងប្អូនឯងកុំគិតលើអ្វីដែលគេផ្ដល់ឲ្យថាវាច្រើនពេកឧទាហរណ៍ច្រើនមិនឧទាហរណ៍បងប្អូនទិញគិធីចំណាយលុយមកចំនួនបងប្អូនបានរហូតដល់តង់ថ្នាំហើយនឹងកូនគិធីអញ្ចឹងទៅប៉ុន្តែខ្ញុំពិបាកក្នុងការសម្រេចចិត្តឲ្យបងប្អូនដែរអាហ្នឹងតើបងប្អូនសាក់របស់ចិញ្ចឹមជួបបាត់ពិសោធន៍ដល់ជួបបញ្ហាខ្លួនឯងទៅអាហ្នឹងយើងធ្វើវាជាបាត់ពិសោធន៍ទៅថ្ងៃខាងខ្ញុំនៅខាងខេត្តសៀមរាបចឹងបងប្អូនណាដែលចង់មកលេងកន្លែងចង់មើលពីរបៀបចិញ្ចឹមចង់មើលការចិញ្ចឹមគិធីទៅវាធំធាល់ល្អយ៉ាងម៉េចបងប្អូនអាចមកដល់កន្លែងខ្ញុំបានណាហើយកន្លែងខ្ញុំមានតែគិធីចិញ្ចឹមក្នុងស្រះទេខ្ញុំអត់រៀបតង់ទេព្រោះការចិញ្ចឹមក្នុងតង់វាញ៉ៃបន្តិចយើងត្រូវការថែទាំទឹកជាប្រចាំហើយគិធី
ធំធាត់អត់ល្អទេ ចឹងនឹងឲ្យពុកម៉ែបងប្អូនមានចម្ងល់ឬក៏បងប្អូនដែលកំពុងតែមានបញ្ហាអាច comment ចូលមកតើបញ្ហាអីខ្លះហើយចាំខ្ញុំធ្វើវីដេអូបន្តបើតែខ្ញុំគិតថាបញ្ហាតែមួយទេអញ្ចឹងបងប្អូនកែតម្រូវចង់ចាំក្នុងតង់បងប្អូនជីស្លោះទៅក្រោមកុំឲ្យវាក្តៅពេកហើយនឹងរហែកតង់ហើយភាគច្រើនអ្នកដែលគាត់លក់ហ្នឹងគាត់ឲ្យបងប្អូនរៀបដល់ទឹក1ម៉ែត្រទេទឹករាក់អញ្ចឹងអាហ្នឹងបញ្ហានេះដូចតង់ទឹករាក់អញ្ចឹងវាបញ្ហាដល់កធារបស់យើងអញ្ចឹងបងប្អូនឯងកែតម្រូវរៀបទឹកឲ្យបានជ្រៅអាហ្នឹងល្អបាទសូមអរគុណ